សួស្តីប្រិយមិត្តសារព័ត៌មានជប៉ុននីគីអេស៊ីរាយការណ៍នៅថ្ងៃទី15វិច្ឆិកានេះថាទីក្រុងបាងកកបាននិយាយនៅថ្ងៃសៅរ៍នេះថាប្រទេសថៃនឹងបន្តការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមកជាមួយនឹងសហរដ្ឋអាមេរិកដោយសង្កត់គុណថាការពិភាក្សានៅតែដាច់ដោយឡែកពីចំនួនព្រំដែនជាមួយកម្ពុជាទីក្រុងបាងកកពេលថ្មីៗនេះថាទីក្រុងវ៉ាស៊ីនតោនបានផ្អាកការចរចារហូតដល់ការបដិញ្ញាចិត្តរបស់ថៃចំពោះបទឈប់បាញ់ប៉ុន្តែការផ្អាកបណ្ដោះអាសន្ននេះគឺធ្វើឡើងមុនពេលការហៅទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីថៃអនុទីនហើយនឹងប្រធានាធិបតីអាមេរិកដូណាល់ត្រាំកាលពីយប់ថ្ងៃសុក្រអ្នកនាំពាក្យរដ្ឋាភិបាលថៃលោកសេរីពុងនិយាយថាការចរចាពន្ធគយនឹងបន្តទៅទៀតជាធម្មតាហើយលោកបន្ថែមថាលោកត្រាំបានប្រាប់លោកអនុទីនថាសហរដ្ឋអាមេរិកមិនចង់ជ្រៀតជ្រែកក្នុងបញ្ហាថៃកម្ពុជាក្រោមយន្តការទ្វេភាគីដែលមានស្រាប់នោះទៀតទេលោកអនុទីនក៏និយាយដែរថាលោកបានស្នើសុំឲ្យលោកត្រាំកាត់ពន្ធគយ 19% លើទំនិញថៃហើយលោកត្រាំបានឆ្លើយតបថាអត្រានេះគឺទាបរួចទៅហើយប៉ុន្តែបាននិយាយថាលោកនឹងពិចារណាសំណើនេះប្រសិនបើការដោះមីនរបស់ថៃតាមព្រំដែនបញ្ចប់បានឆាប់រហ័ស